នេះគឺជាទីកន្លែងពេទ្យដែលបានបង្កគ្រោះថ្នាក់ទៅដល់កូនស្រីខ្ញុំណាបាទឥឡូវនេះពេទ្យនេះគឺជួលទៅឲ្យអ្នកផ្សេងហើយទៅឲ្យអ្នកថតរូបបដិទ្ធរូបពេទ្យនេះគេដាក់ឈ្មោះថាបន្ទប់ពិគ្រោះនិងព្យាបាលជំងឺស្ត្រីដែលមានវិជ្ជាបណ្ឌិតឈ្មោះមុំប៊ូប៊ុនថាបាទជាប្រពន្ធហើយនឹងប្តីឈ្មោះតាំងតុងលៀងបាទធ្វើពេទ្យទាំងពីរនាក់បាទហើយពេទ្យនេះគឺមានទីតាំងនៅភូមិតាពាំងកសាំងសកាត់តាពាំងកសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញផ្លូវ 128K បាទធ្វើដំណើរពីភ្នំពេញមកបាទតាមផ្លូវជាលេខ4មកលិចបាទហួសផ្សារចពូវ័នបាទមកដល់ផ្សារឧត្តមបត់ស្ដាំជិះទៅទិសខាងជើងបាទចូលមកប្រហែលជា400-500 ម៉ែត្របាទចិត្តម៉ាតហេងណាបាទនេះជាវីដេអូផ្នែកទី1ខ្ញុំថតលើកទី1ណាកាលហ្នឹងពេទ្យនៅមានផ្លាកនៅឡើយបាទនេះគឺជាផ្លាកធំនេះខាងលើលុបបាត់ហើយបាទនៅខាងលើទ្វារនេះបាទនៅគឺសញ្ញាលេខបូកស្នឹមបាទលុបអក្សរហើយនេះគឺជាវីដេអូផ្នែកទី2ដែលខ្ញុំថតណាកាលហ្នឹងអត់ទាន់ដឹងថាកន្លែងហ្នឹងគេធ្វើអីទេខ្ញុំថតនេះក៏ជាសញ្ញាឲ្យដឹងដែរបង្ហាញពីការវិវត្តមកណាទីកន្លែងហ្នឹងបាទដូចខ្ញុំបានបញ្ជាក់ពីវីដេអូលើកមុនអញ្ចឹងគឺពេទ្យនេះមិនទាន់បិទនៅឡើយទេគឺថាមានលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចដូចខាងក្រសួងសុខាភិបាលមន្ទីរសុខាភិបាលតុលាការឬក៏អាជ្ញាធរមូលដ្ឋានចេញលិខិតមកថាឲ្យបិទពេទ្យនេះនៅឡើយទេបាទអញ្ចឹងពេទ្យនេះពេលដែលបកគ្រោះថ្នាក់ទៅដល់គូនស្រីខ្ញុំគឺនៅបើករ៉ូស៊ីបាទបើកពិគ្រោះនឹងព្យាបាលជំងឺប្រហែល7-2 ឆ្នាំណាបាទបានគាត់ឈប់បាទគាត់ឈប់នេះគឺអាចថាជាមូលហេតុតខ្លួនរបស់គាត់ថាបានអាចគាត់ឈប់បើកនៅកន្លែងនេះគាត់ទៅបើកនៅកន្លែងផ្សេងអញ្ចឹងណាខ្ញុំនិយាយបែបនេះគឺដោយសារតែខ្ញុំជាគ្រូសាជនរងគ្រោះមិនទាន់បានឃើញនៅលិខិតស្នាមដែលចេញពីអាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ឲ្យបានច្បាស់ថាបិទពេទ្យនេះឬក៏បញ្ឈប់អាជ្ញាប័ណ្ណរបស់គាត់នៅឡើយបាទនេះគឺជាវីដេអូផ្នែកទី3បាទវីដេអូក្រោយនេះគឺតែថតដែរទេនៅក្នុងវងខែមីនាបាទឆ្នាំ2026បាទនេះផ្លាកតូចគេដាក់ ASK ហើយចំណែកផ្លាកធំហ្នឹងមាន logo មួយដែរនៅក្បែរអក្សរធំថតរូបបដិទ្ធរូបគេដាក់ NIT បាទតាំងពេទ្យនេះគឺខ្ញុំថតនេះគឺដើម្បីសម្គាល់តាំងទុកជាផុសតាំងទៅថ្ងៃក្រោយបាទមិនដឹងថាទីកន្លែងនេះទៅថ្ងៃមុខគាត់ជួលទៅឲ្យអ្នកផ្សេងឬក៏ធ្វើឲ្យផ្សេងទេប៉ុន្តែបច្ចុប្បន្នដែលខ្ញុំកំពុងតែនិយាយនេះនៅខែមេសាឆ្នាំ2026នេះគឺកន្លែងពេទ្យនេះគឺត្រូវបានជួលទៅឲ្យអ្នកថតរូបបដិទ្ធរូបបាទដែលមានផ្លាក logo ដាក់ថា NIT បាទផ្លាកធំណាហើយផ្លាកតូចដាក់ ASK ខ្ញុំបានថតនៅពេលថ្មីនេះដែរទេហើយបើគិតមកដល់ថ្ងៃកំពុងតែនិយាយនេះគឺនៅថ្ងៃទី9ខែមេសាឆ្នាំ2026គឺកូនស្រីខ្ញុំមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ